អានការទុកចិត្តពីស្ថានសួគ៌ទៅតំណែងស្ដេចប្រជុំនេះមិនមែនត្រឹមតែឃុំឃាំងបិសាចបានសម្បត្តិនោះទេបើសិនជាកុលសម្ព័ន្ធនេះក៏ត្រូវឃុំឃាំងនៅក្នុងគុកនេះអស់កលជានិច្ចកុលសម្លាញ់គុកនេះគឺជាឱកាសដែលកុលសម្ព័ន្ធទន្ទឹងរង់ចាំរាប់ពាន់ឆ្នាំមកហើយតែមួយឆ្នាំទៀតគ្រូនឹងកម្ចាត់គេលើក្បាលឯងហើយលះអត្តសញ្ញាណនេះរបស់ឯងទុកឯងត្រូវប្រឹងប្រែងធ្វើឲ្យបានមុនពិធីតែងតាំងទេវតានៅពេលដែលឯងបានជ្រើសរើសធ្វើជាទេវតាហើយនោះឯងមានឱកាសនាំកុលសម្ព័ន្ធនេះឲ្យរួចផុតពីរណ្ដៅនរកកន្លែងនេះបានវាសនាកុលសម្ព័ន្ធពួកយើងអាស្រ័យលើភាពជោគជ័យរបស់ឯងសូមកុំភ្លុកអង្វែងនិងរូបភាពបំភាន់ភ្នែកខ្ញុំជាបិសាចតូចមានសេរីភាពសនុកសុខស្រួលសម្រាប់មនុស្សដោយមិនព្រិចភ្នែកខ្ញុំស៊ីមនុស្សទាំងរស់ស៊ីម្ដង 7-8 នាក់ចែកឡើងបែកពោះពេលខ្ញុំទៅជួអាចបែរជាផ្លិចกระดาษជូតហើយអ្នកប្រុសតូចអ្នកប្រុសមិនបានហូបអីចានថ្ងៃមកហើយណាចាកូនរឹងជចេះដល់ពេលណាកុំខ្វល់នឹងខ្ញុំឲ្យខ្ញុំនៅស្ងប់ស្ងាត់ម្នាក់ឯងទៅជីវិតដ៏លំបាកមួយនេះកូនចូលចិត្តទាត់សីរមាន់មែនទេម៉ែមកកំដរកូនលេងហើយហេតុអីត្រូវមកជួបរបស់លេងថ្មីទៅក្នុងរូបភាពនោះដាក់ឈ្មោះថាហើទំនុះមេឃទៅសាររបស់លេងជាមួយគ្នាទៅស៊ូដេកលើក្រែធ្វើបង្ងើយវិញល្អជាងណាចា10ថ្ងៃទៀតកូននឹងអាយុគ្រប់3ឆ្នាំហើយអ្នកស្រុកឈិនថងគង់នឹងមកជប់លៀងខួបកំណើតកូនថាម៉េចហើយចង់មកសំពះសពខ្ញុំច្រើនជាងជប់លៀងឆ្លងហ៎បិសាចព្រាយទឹកមានរាងកាយមួនប្រកាយហែលទឹកមាត់មានរិទ្ធធ្វើឲ្យមនុស្សខ្លាចជាថ្មបានជាបិសាចដែលពិបាកទប់ទល់ពេលនេះគ្រប់គ្នាបានយល់ពីកូនហើយកូនជាអ្នកបណ្ដេញបិសាចនោះមែនគ្រប់គ្នាមកដើម្បីអរគុណកូនដែលបានបង្ក្រាបបិសាចបានត្រូវហើយទុកអស់គ្នានិយាយថាសិស្សល្អដល់សាគ្រូពួកល្ងអស់នោះទើបដឹងខ្លួនខុសខ្ជិលខ្វល់ជាមួយណាស់តែរៀបចំជប់លៀងឆ្លងហើយរវល់អូននិយាយពីថ្ងៃកំណើតគេធ្វើអីតាំងពីបងកុហកថាគេជាគុជឋានសួគ៌គេក៏មានក្តីសុខមករហូត2ឆ្នាំសុំតែគេមានក្តីសុខដល់ថ្ងៃចុងក្រោយខ្ញុំក៏មិនខ្វល់អីដែរប៉ុន្តែអ្នកស្រុកនាំគ្នាស្អប់គេរហូតដល់ចាប់ឃុំគេឲ្យស្លាប់តើព្រមមកថ្ងៃខួបកំណើតទីរឿងនេះទុកឲ្យខ្ញុំចាត់ចែងឃើញថាស្លេះដែលជាប់លើដៃគេជាទឹកមាត់បិសាចនៅថ្ងៃកំណើតខ្ញុំនឹងលុបមន្ទិលសង្ស័យណាចានដោយផ្ទាល់លែងឲ្យមានមន្ទិលទៀតប៉ុន្តែបងជាមេតបនៅឈិនថងកនច្រើនឆ្នាំរៀសត្រូវទុកមុខឲ្យបងខ្លះទោះជាត្រូវលុតជង្គង់សុំវក៏បងធ្វើឲ្យពួកគេដែរទុកចិត្តចុះហើយខ្ញុំធ្វើអីមកមិនឲ្យលឺសំឡេងទេ10ថ្ងៃទៀតជាថ្ងៃខួបកំណើតខ្ញុំគ្រប់គ្នានៅឈិនថងគន់ជប់លៀងឆ្លងឲ្យខ្ញុំខ្លាចឯងរកមិនឃើញទើបគូផែនទីមកឲ្យផ្ទះតកូលីស្រួលរត់ណាហេមែនឯងនឹងមកមែនទេខ្ញុំអីទៅអ្នកផ្សេងមិនមកខ្ញុំមិនខ្វល់ទេប៉ុន្តែឯងមិនមកមិនបានហាត់អីព្រោះឯងជាមិត្តភក្តិតែម្នាក់របស់ខ្ញុំឯងក៏ជាមិត្តតែម្នាក់របស់ខ្ញុំដែរឯងចង់បានអីទៀតឯងធ្លាប់ជួយជីវិតខ្ញុំនឹងរកគ្រប់វិធីដើម្បីឲ្យឯងបានសមបំណងហ៎ហើយយ៉ាខ្ញុំគ្រាន់តែចង់ឲ្យឯងមកថ្ងៃខួបកំណើតខ្ញុំបានណាមកនឹងខ្ញុំនឹងចាំឯងកុំភ្លេចឯងសោះណាដឹងហើយអាពីងដល់ពេលវេលាហើយចាំបំភ្លើត